ไทยមានពេលត្រឹម3សប្តាហ៍ប៉ុណ្ណោះដើម្បីឆ្លើយតបនិងជ្រើសរើសអ្នកផ្សះផ្សាក្រោមយន្តការ UN Close ជាមួយកម្ពុជាក្រោយការប្រកាសជាផ្លូវការការប្រើប្រាស់នៅយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រត្រួតស៊ីគ្នាភាគីកម្ពុជាបានទម្លាយឲ្យដឹងពីនីតិវិធីបន្ទាប់ដោយទុកពេលឲ្យភាគីថៃរយៈពេល3សប្តាហ៍ដើម្បីធ្វើការឆ្លើយតបនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជានៅប្រឡប់ថ្ងៃអង្គារទី2 ខែមិថុនានេះបានថ្លែងបញ្ជាក់ឲ្យដឹងថាឥឡូវនេះយើងបានចាប់ផ្ដើមដំណើរការតាមរយៈការដែលប្រកាសការពីព្រឹកមិញរបស់សម្ដេចធិបតីហ៊ុនម៉ាណែតគឺយើងបានធ្វើការប្រកាសជាផ្លូវការនៅដំណើរការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UN Close ប្រមុខការទូតកម្ពុជាបានពន្យល់លម្អិតអំពីជំហានបន្ទាប់នៃយន្តការអន្តរជាតិនេះក្នុងរយៈពេល3សប្តាហ៍ខាងមុខភាគីថៃត្រូវតែធ្វើការឆ្លើយតបមកវិញក្នុងនោះភាគីកម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាចំនួន2រូបរួចរាល់ហើយដែលសុទ្ធសឹងតែជាអ្នកជំនាញផ្នែកច្បាប់ល្បីៗភាគីថៃត្រូវធ្វើការឆ្លើយតបក្នុងរយៈពេល3សប្តាហ៍នេះដោយត្រូវធ្វើការជ្រើសរើសអ្នកផ្សះផ្សាឬអ្នកជំនាញផ្នែកច្បាប់ចំនួន2រូបដូចគ្នាលោកប្រាក់សុខុនបានបន្តថានៅពេលដែលភាគីទាំងពីរបានធ្វើការជ្រើសរើសអ្នកជំនាញសរុបចំនួន4រូបរួចហើយនោះអ្នកជំនាញទាំង4រូបនោះនឹងធ្វើការបើកនៅកិច្ចប្រជុំរួមគ្នាមួយដើម្បីធ្វើការបោះឆ្នោតជ្រើសរើសសមាជិកទី5ដែលនឹងត្រូវធ្វើជាប្រធានបន្ទាប់មកពួកគេនឹងបង្កើតគណៈកម្មការនៃអ្នកផ្សះផ្សាគណៈកម្មការនៃអ្នកផ្សះផ្សានេះនឹងមានតួនាទីសំខាន់ក្នុងការដែលជួយជ្រោមជ្រែងនិងសម្របសម្រួលឲ្យភាគីទាំងពីរកម្ពុជាថៃដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិផ្ដល់ជាមតិយោបល់និងផ្ដល់អនុសាសន៍ដល់ភាគីទាំងពីរក្នុងការដែលស្វែងរកដំណោះស្រាយរួមមួយការបង្ហាញជំហានផ្លូវច្បាប់យ៉ាងច្បាស់លាស់នេះបានស្ដែងឲ្យឃើញថាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចទាំងផ្នែកច្បាប់និងអ្នកជំនាញដើម្បីធ្វើការដោះស្រាយវិវាទដ៏រ៉ាំរ៉ៃនេះស្របតាមក្របខ័ណ្ឌច្បាប់អន្តរជាតិត្រឹមត្រូវទោះបីជាភាគីថៃបានដកខ្លួនចេញពី MOU ឆ្នាំ2001យ៉ាងណាក៏ដោយខ្ញុំឈួនអេគ្រី MSJ TV